ចង់មិនចង់គឺត្រូវតែឆ្លោះហើយតែច្រើនតែមានឆ្លោះគ្នាប៉ុន្តែឆ្លោះក៏ជារឿងមួយដែលឲ្យយើងដោះស្រាយដែរបើមិនមានរឿងឆ្លោះក៏យើងអាចដឹងថាតើយើងយល់ចិត្តគ្នាតាមរបៀបណាមិនមែនយល់ចិត្តគ្នាទៅតាមរយៈពេលដែលមានសេចក្តីសុខទេបញ្ហាសេដ្ឋកិច្ចកើតឡើងក្នុងគ្រួសារចេះតែរកាន់កកចេះតែចង់ឆ្លោះក្នុងគ្រាដ៏លំបាកខ្ញុំជឿថាគ្រួសារណាក៏មានភាពរកម្មរកដែរពេលដែលមានបញ្ហានោះគឺជារឿងសំខាន់ហើយ challenge ខ្លាំងមែនទែនជាពិសេសគឺយើងត្រូវតែមានការយោគយល់សាមគ្គីគ្នាគោរពគ្នាបងប្អូនប្រិយមិត្តដែលធ្លាប់ទៅតាមដានវីដេអូរបស់លោកប៊ុយសុភ័ក្រឥឡូវនេះ podcast របស់បងចិនរំបានអញ្ជើញលោកប៊ុយសុភ័ក្រមកចូលរួមតែម្ដងអញ្ចឹងថ្ងៃនេះក៏មានខ្លឹមសារមួយចំនួនតាក់ទងទៅនឹងតើធ្វើម៉េចឲ្យប្តីប្រពន្ធកាន់តែស្រឡាញ់គ្នាឬក៏ក្នុងនាមយើងជាកូនម្នាក់តើនឹងផ្ដល់អ្វីត្រឡប់ទៅកាន់ឪពុកម្ដាយរបស់ខ្លួនវិញអញ្ចឹងថ្ងៃនេះបងប្រុសប៊ុយសុភ័ក្រដែលជាវាគ្មិនកិត្តិយសដ៏សំខាន់សម្រាប់ថ្ងៃនេះអញ្ចឹងបងប្អូនសូមកុំអស់រំលងទៅតាមដានទាំងអស់គ្នាធ្លាប់តែតាមដានវីដេអូបងគ្រប់វីដេអូអញ្ចឹងថ្ងៃនេះជួបបងផ្ទាល់ហើយក៏សប្បាយរីករាយមែនទែនខ្ញុំគិតថាអ្នកដែលគាត់កំពុងតែមើលក៏ចង់ដឹងអ្វីជាបងពិតប្រាកដដែរអញ្ចឹងក្នុងនេះក្រៅពីការស្ដាប់វីដេអូរបស់បងក៏ចង់ដឹងផ្ទាល់ពីបងថាជីវិតពិតរបស់បងហើយក៏ដូចជាបងប្រកបមុខរបរឲ្យដែរបងរាល់ថ្ងៃបាទជាដំបូងអរគុណបងចន្ទរំដែលផ្ដល់ឱកាសថ្ងៃនេះហើយក៏អរគុណដល់ទស្សនិកជនទាំងអស់ដែលបានវិនិយោគពេលវេលាតាមដានពួកយើងទាំងអស់គ្នាហើយខ្ញុំបាទប៊ុយសុភ័ក្រគឺជាម្ចាស់អាជីវកម្ម GTAC ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ទៅលើគណនេយ្យពន្ធដារនិងការចុះបញ្ជីហើយថ្ងៃនេះរីករាយដែលបានមកចែករំលែកនៅបទពិសោធន៍ជាមួយនឹងកម្មវិធីរបស់បងចន្ទរំ podcast ថ្ងៃនេះមួយរយៈនេះមិនដែរបងស្ថានភាពសុខសប្បាយដែរអត់បាទសុខសប្បាយមួយរយៈនេះរវល់តិចប៉ុន្តែពិតជារីករាយនឹងបេសកកម្មមួយហ្នឹងហើយការពិតក៏បាននៅតែមានសកម្មភាពចែកលេខនៅតាមបណ្ដាញសង្គមដែរចាបងឃើញសកម្មខ្លាំងមែនទែនទៅថ្ងៃនេះយើងចង់ជជែកតែរឿងអីដែលសំខាន់ដល់អ្នកដែលគាត់កំពុងមើលហ្នឹងជាប្រយោជន៍ដល់ពួកគាត់ព្រោះអីខ្ញុំអត់ចង់ឲ្យវាទៅបែប professional ឬក៏ពាក្យដែលធ្វើឲ្យពិបាកយល់ពេកទេទៅបែបរៀលពួកអីកន្លងមក content ដែលយើងទៅហ្នឹងគឺរៀងបច្ចេកទេសបន្តិចអញ្ចឹងពេលខ្លះស្ដាប់ទៅស្ដាប់អត់ទាន់មាន fan ខ្លះគាត់បានថាសុំនិយាយទៅថយលបឿនបន្តិចអញ្ចឹងក្នុង podcast នេះខ្ញុំនឹងសម្រួលថាធ្វើម៉េចឲ្យទៅបែបធម្មជាតិងាយស្ដាប់ងាយយល់បាទអញ្ចឹងបច្ចុប្បន្នក្នុងរបត់នេះយើងអត់ទាន់ចូលដល់ topic ក៏បានដែរបាទអញ្ចឹងស្ថានភាពដែលបងមួយរយៈនេះបងយល់ឃើញមិនដែរក្នុងបរិយាកាសឬក៏សង្គមបច្ចុប្បន្នរបស់យើងបងបាទបងពីខ្ញុំតាមការសង្កេតនិងតាមដានហើយឆ្លងកាត់បទពិសោធន៍មួយរយៈពេលមកនេះហើយមានរឿងជាច្រើនដែលយើងឆ្លងកាត់ហើយក៏បានរៀនសូត្របន្ថែមហើយយល់ដឹងកាន់តែស៊ីជម្រៅជាពិសេសគឺកត្តាសង្គមកត្តានយោបាយនិងកត្តាសង្គ្រាមជាដើមដែលយើងឃើញថាតាំងពី COVID មកតាំងពីវិបត្តិសេដ្ឋកិច្ចតាំងពីឥឡូវមានសង្គ្រាមស្ទើរតែជុំវិញពិភពលោកកំពុងតែមានបញ្ហាជាសកលអញ្ចឹងគ្រាន់តែកលេចមើលមួយរយៈនេះរឿងគ្រាន់តែមានបញ្ហាសាំងឡើងថ្លៃនេះគឺសេដ្ឋកិច្ចដូចជាកំពុងតែច្បោកច្បល់ហើយចា៎អញ្ចឹងពីយើងខ្លួនឯងពីខ្ញុំខ្លួនឯងគឺមានតែគ្រប់គ្រងផ្លូវចិត្តតាមដានព័ត៌មានដែលយកចិត្តទុកដាក់ហើយត្រូវតែច្បាស់ថាតើខ្លួនឯងកំពុងធ្វើអីហើយអាចធ្វើអ្វីបានដែលអាចឲ្យខ្លួនឯងរស់រានបាននៅក្នុងស្ថានភាពលំបាកហើយកាន់តែលំបាកខ្លាំងទៀតតែម្ដងចុះបងដូចបងបានលើកឡើងអញ្ចឹងជាក់ស្ដែងខ្ញុំក៏ឃើញអញ្ចឹងដែរហើយភ្ជាប់ជាមួយ topic យើងថ្ងៃនេះខ្ញុំចង់ដឹងចំណុចបន្តិចដែរព្រោះអីពេលខ្លះនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះមិនមែនពេលខ្លះទេសិតតែសឹងតែគ្រប់គ្រួសារដែលមានបញ្ហាវិបត្តិសេដ្ឋកិច្ចតែងតែប៉ះពាល់ដល់គ្រួសារនីមួយៗហើយពេលដែលបញ្ហាសេដ្ឋកិច្ចកើតឡើងក្នុងគ្រួសារចេះតែរកាន់រកោសចេះតែចង់ឆ្លោះពេលខ្លះចេះតែឆ្លោះអញ្ចឹងចង់ដឹងពីបងដែរថាដើម្បីឲ្យនៅពេលដែលបញ្ហានឹងកើតឡើងតើក្នុងនាមជាបងជាស្វាមីចុះតើធ្វើម៉េចឲ្យរក្សាទំនាក់ទំនងមួយហ្នឹងកុំឲ្យវាមានកើតឡើងក្នុងការកម្មកុសច្រើនពេកបាទចាបងមានកលឹះសំខាន់អីដែលអត់ដើម្បីឲ្យរក្សាទំនាក់ទំនងការស្រឡាញ់ប្តីប្រពន្ធហ្នឹងឲ្យកាន់តែរឹងមាំក្នុងអំឡុងពេលដែលសេដ្ឋកិច្ចធ្លាក់ចុះហ្នឹងបាទ
ការពិតកន្លែងនេះសម្រាប់ខ្ញុំបញ្ហាវាកើតឡើងហើយនឹងបន្តនៅតែមានបញ្ហាកើតឡើងរហូតទេក្នុងជីវិតទោះបីជាពិភពលោកនេះមិនទាន់មានបញ្ហាដល់ថ្នាក់ហ្នឹងក៏ក្នុងគ្រួសារនៅតែមានបញ្ហាបន្តបន្ទាប់តែពីទំនាក់ទំនងនៅក្នុងគ្រួសារដើម្បីមានគេហៅថាមានសេចក្តីសុខនៅក្នុងគ្រួសារចាំបាច់ណាស់ប្តីប្រពន្ធត្រូវតែយល់ចិត្តគ្នាទោះបីជាស្ថានភាពលំបាកប៉ុណ្ណាក៏យើងនៅតែព្យាយាមរកដំណោះស្រាយជាពិសេសហ្នឹងគឺជាពិសេសគឺយើងត្រូវតែមានការយោគយល់សាមគ្គីគ្នាគោរពគ្នាក្នុងគ្រាដ៏លំបាកខ្ញុំជឿថាគ្រួសារណាក៏មានភាពប្រកម្មប្រកបដែរចង់មិនចង់គឺត្រូវតែឆ្លោះហើយតិចច្រើនត្រូវតែមានឆ្លោះគ្នាប៉ុន្តែឆ្លោះក៏ជារឿងមួយដែលឲ្យយើងដោះស្រាយដែរបើមិនមានរឿងឆ្លោះក៏យើងអាចដឹងថាតើយើងយល់ចិត្តគ្នាតាមរបៀបណាមិនមែនយល់ចិត្តគ្នាទៅតាមរយៈពេលដែលមានសេចក្តីសុខទេពេលដែលមានបញ្ហានោះគឺជារឿងសំខាន់ហើយ challenge ខ្លាំងមែនទែនពីព្រោះពេលដែលយើងជួបការលំបាកហើយយើងដោះស្រាយបានហើយយើងនៅតែស្រឡាញ់គ្នាយើងនៅតែជ្រុំជ្រែងគ្នាយល់ពីគ្នាអានោះជាសេចក្តីសុខពិតប្រាកដលើសគ្រាន់តែបើនិយាយមកថាស្នេហាគឺយើងទទួលស្គាល់ដោយអារម្មណ៍ប៉ុន្តែនៅពេលឆ្លងកាត់ពីអារម្មណ៍ហើយគឺមានការទទួលខុសត្រូវការបំពេញភារកិច្ចជាពិសេសគឺការបំពេញការងាររកស៊ីដើម្បីចិញ្ចឹមជីវភាពអញ្ចឹងពេលហ្នឹងគឺយើងកាន់តែយល់ច្បាស់ថាស្នេហាដែលក្តីស្រឡាញ់ដែលអាចយូរអង្វែងដែលមានសុភមង្គលគឺការឆ្លងកាត់ឧបសគ្គការលំបាកជាមួយគ្នាបាទល្អមែនទែនបងអញ្ចឹងដូចបងលើកឡើងរឿងច្រើនកលឹះសំខាន់ណាដែលបងគិតថាហ្នឹងវាជាកលឹះមួយដែលគិតថាជាតិចនិចពេលដែលមានរឿងនឹងកើតឡើងណាអញ្ចឹងអាតិចនិចអីគេដែលក្នុងធម្មជាតិរបស់មនុស្សតែងតែគាត់មានអាហ្នឹងគឺអាចំនួនហ្នឹងរៀងសាបហ្មងបាទបើសម្រាប់តិចនិចសម្រាប់ខ្ញុំណាការអនុវត្តរបស់ខ្ញុំជាក់ស្ដែងហ្មងពេលដែលជួបបញ្ហាជួបវិបត្តិណាមួយអញ្ចឹងខ្ញុំតែងតែសួរខ្លួនឯងថាតើរឿងហ្នឹងខ្ញុំចង់បានដំណោះស្រាយឬក៏ខ្ញុំចង់បង្កបញ្ហាកាន់តែលំបាកទៅខ្ញុំតែងតែសួរសំណួរហ្នឹងនៅពេលដែលខ្ញុំសួរសំណួរហ្នឹងខ្ញុំចាប់ផ្ដើមគិតថាយ៉ាងណាក៏ដោយត្រូវតែរកដំណោះស្រាយទោះបីជាអារម្មណ៍វា deflect គឺការប៉ះទង្គិចភ្លាមប្រកាសជាមានប៉ុន្តែអ្វីសំខាន់គឺយើងត្រូវទប់ស្កាត់អារម្មណ៍ខ្លួនឯងសិនថារឿងហ្នឹងវាកើតឡើងហើយយើងទទួលស្គាល់ការពិតថាយើងមិនអាចហាមឃាត់វាមិនឲ្យកើតឡើងទេតែដល់ពេលយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានពេលហ្នឹងកុំទាន់បញ្ចេញអារម្មណ៍ថាយើងត្រូវតែបញ្ចេញអារម្មណ៍គ្នាទៅវិញទៅមកខុសត្រូវទៅវិញទៅមកពេលហ្នឹងគឺជាពេលដែលយើងត្រូវតែគ្រប់គ្រងអារម្មណ៍ទាំងខ្លួនខ្ញុំទាំងគ្រួសារខ្ញុំត្រូវតែមានមួយខាងដើម្បីគេហៅថាពន្យាពេលឬក៏យើងកិច្ចវេះសិនក៏បានយើងនិយាយថាពាក្យថាយើងដកឃ្លាបើវិធីសាស្ត្រខ្ញុំពេលដែលជួបបញ្ហាបើរឿងនឹងដោះស្រាយភ្លាមមិនទាន់បានខ្ញុំទៅចូលបន្ទប់ទឹកសិនគឺសុំបញ្ចេញសិនណាចេញអីគេបញ្ចេញគេហៅចូលបន្ទប់ទឹកគឺយើងអាចបញ្ចេញអារម្មណ៍ពេលហ្នឹងមានន័យថាជាមធ្យោបាយដែលខ្ញុំដែលធ្លាប់អនុវត្តដល់ពេលចូលបន្ទប់ទឹកហើយខ្ញុំមានអារម្មណ៍ថាខ្ញុំគិតបានច្រើនជាងមុនគិតបានយូរជាងមុនហើយខ្ញុំក៏ពេលដែលត្រឡប់មកវិញគឺខ្ញុំមើលឃើញថាដំណោះស្រាយគឺពេលហ្នឹងយើងអត់ទាន់ត្រូវនិយាយអីភ្លាមទេតែបើផ្ទុយទៅវិញបើខ្ញុំជឿរើសមធ្យោបាយថាប៉ាំងទៅប៉ាំងមកខ្ញុំគិតថាត្រូវតែមានខាតបង់ទៅវិញទៅមកហើយអញ្ចឹងនេះជាមធ្យោបាយកលឹះតិចនិចមួយដែលខ្ញុំអនុវត្តពេលដែលជួបបញ្ហាខ្ញុំអត់ព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងសិនទី1ទី2គឺបន្ទាប់ពីខ្ញុំបើឃើញថាអារម្មណ៍ខ្ញុំរៀងបានធូរស្រាលដៃគូរបស់ខ្ញុំបានធូរស្រាលដែរពេលវេលានេះខ្ញុំអាចនិយាយពីហេតុផលបានដែរពីព្រោះមនុស្សត្រូវការនិយាយបកស្រាយនិងស្ដាប់ហេតុផលគ្នាទៅវិញទៅមកអញ្ចឹងពេលនោះយើងហាក់ដូចជាឃើញដំណោះស្រាយថាគួរធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងឲ្យវាបានធូរស្រាលជាងហ្នឹងព្រោះបញ្ហាមួយកើតឡើងមិនមែនភ្លាមយើងអាចដោះស្រាយបានភ្លាមទេត្រូវការពេលវេលាដោះម្ដងតិចបាទប្របែកបញ្ហាវាពីធំទៅឲ្យទូចរហូតដល់វាអាចដោះស្រាយបានជាងស្រងចឹងចាបងមួយទៀតភាគច្រើនដៃគូស្នេហាគាត់គិតថាចេះនៅពេលដែលយើងរៀបការហើយគាត់មានអារម្មណ៍ថាស្នេហាគាត់ចេះតែចាប់ផ្ដើមមានការប្រែប្រួលបងគិតថាចំណុចហ្នឹងវាកើតឡើងដោយសារអីដែរបងតាមពិតស្នេហាអត់ប្រែប្រួលទេ
គ្រាន់តែស្នេហាវាផ្លាស់ប្ដូរទម្រង់មួយដែលយើងអាចថាផ្លាស់ប្ដូរទម្រង់ពីដំបូងស្នេហាគឺកើតឡើងនិងចាប់ផ្ដើមដោយអារម្មណ៍ស្រឡាញ់ដោយអារម្មណ៍ចូលចិត្តដោយអារម្មណ៍អាហ្នឹងគឺស្នេហាបែបហ្នឹងប៉ុន្តែស្នេហាចាប់ផ្ដើមប្រែប្រួលនៅពេលដែលគាត់ដើរចាប់ដៃជាមួយគ្នាកាន់តែយូរទៅចាប់ផ្ដើមមានទំនួលខុសត្រូវមានភារកិច្ចច្រើនមានបន្ទុកច្រើនសម្ពាធផ្លូវចិត្តកាន់តែច្រើននោះហើយទម្រង់វាចាប់ផ្ដើមផ្លាស់ប្ដូរបែបហ្នឹងប៉ុន្តែស្នេហាអត់បាត់បង់តាណាទេគ្រាន់តែយើងផ្លាស់ប្ដូរអារម្មណ៍មួយដែលយើងយល់ឃើញថាខុសពីស្នេហាពីមុនយើងមានអារម្មណ៍ថាយើងមានពេលវេលានៅជាមួយគ្នាច្រើនពេលវេលាសប្បាយជាមួយគ្នាកាន់តែច្រើនប៉ុន្តែនៅពេលដែលស្នេហាចាប់ផ្ដើមប្រែប្រួលនៅត្រង់យើងមានភារកិច្ចកាន់តែច្រើនមានបន្ទុកអម្រែកកាន់តែច្រើននោះហើយទម្រង់ហ្នឹងវាបានផ្លាស់ប្ដូរពីអារម្មណ៍ធ្លាប់មានភាពកក់ក្ដៅច្រើនមានអារម្មណ៍ថាវាហាក់ដូចជាប្រែប្រួលតែការពិតស្នេហាអត់ប្រែប្រួលតាណាទេអញ្ចឹងសម្រាប់បងបើសិនបើយើងគិតថាវាអាចពាក់ព័ន្ធជាមួយនឹងការចាត់ចែងពេលវេលាជាមួយការងារស្នេហាទំនួលខុសត្រូវជាមួយកូនអញ្ចឹងណាអញ្ចឹងសម្រាប់បងការបែងចែកពេលវេលាបងមិនដែរលើចំណុចហ្នឹងចំពោះការបែងចែកពេលវេលាខ្ញុំយល់ឃើញថាសំខាន់មែនតើនៅពេលដែលយើងទាំងខ្ញុំនិងគ្រួសាររបស់ខ្ញុំគឺមានភារកិច្ចកាន់តែមមាញឹកទាំងការចាត់ចែងកូនទាំងការចាត់ចែងការងារខ្លួនឯងហើយនិងរឿងផ្ទាល់ខ្លួនរបស់ខ្លួនឯងទៀតអញ្ចឹងការបែងចែកពេលវេលាកន្លែងនេះខ្ញុំឲ្យភាពសំខាន់ទៅលើសុខភាពខ្លួនឯងទី1ធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងមានសុខភាពល្អមានផ្លូវចិត្តរឹងមាំទើបយើងអាចមើលថែកូននិងប្រពន្ធរបស់យើងឲ្យបានល្អប្រសើរតាមនឹងដែរការងារទី2គឺយើងបែងចែកទៅលើការទទួលខុសត្រូវជាមួយនឹងកូនគឺការរៀនសូត្ររបស់គាត់ត្រូវតែមានឱកាសល្អក្នុងការរៀនគេហៅថាវិនិយោគលើចំណេះដឹងរបស់ពួកគាត់ទី1ទី2និងសុខភាពរបស់ពួកគាត់ដូចគ្នាគាត់ត្រូវតែទទួលបាននៅការថែទាំសុខភាពដែលល្អអញ្ចឹងនៅពេលដែលថ្ងៃក្រោយគាត់មានសមត្ថភាពតែបើសុខភាពគាត់មិនល្អអាហ្នឹងក៏ធ្វើឲ្យមានផលលំបាកដែរហើយរឿងទី3នោះគឺយើងមិនទៅឆ្ងាយទេគឺក្រៅពីកូនក៏មានគ្រួសារទាំងសងខាងឪពុកម្ដាយគឺយើងត្រូវតែមានពេលវេលាផ្ដល់ឲ្យពួកគាត់ទោះបីតិចឬតិចក្តីតែយើងធ្វើជាប្រចាំតាមរយៈការខលទៅលេងគាត់ការជជែកលេងជាមួយគាត់បើនៅជាមួយគ្នាជាប្រចាំគឺយើងត្រូវតែមានពេលវេលាញ៉ាំបាយជុំគ្នាជជែកលេងជាមួយគ្នាយ៉ាងហោចណាស់ក៏ម្ដងក្នុងមួយថ្ងៃដែរតែបើសិនជាពុកម្ដាយរបស់យើងនៅឆ្ងាយយើងត្រូវតែឆ្លៀតពេលវេលាខលទៅលេងគាត់ផ្ដល់នៅស្នាមញញឹមក៏ដូចជាការសួរសុខទុក្ខគាត់តែរឿងតិចតួចរឿងទូចនេះយើងមិនអាចមើលស្រាលបានទេចា៎បើយើងចាំតែពេលណាមួយតែมันបានកើតឡើងនោះសេចក្តីសុខរបស់យើងក៏មិនអាចបង្កើតឲ្យពួកគាត់បានដែរនេះជាពេលវេលាដែលខ្ញុំបែងចែកក្នុងការរស់នៅរបស់ខ្ញុំសប្តាហ៍ថ្ងៃនេះចាបងសំខាន់ការពិតពេលខ្លះយើងឆ្លោះគ្នាក៏ដោយសារតែអាការដែលអត់បានទៅបែងចែកពេលវេលាសម្រាប់គ្នាហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងមួយដែរខ្ញុំសង្កេតឃើញថានៅពេលដែលវាដូចបងមានប្រសាសន៍អញ្ចឹងវាកាត់ឡើងនឹងវាជារឿងតូចតែវាសំខាន់បើសិនបើយើងអត់ទៅយកចិត្តទុកដាក់ហើយចំនួនកម្មក៏កើតឡើងពីកន្លែងចំណុចហ្នឹងអញ្ចឹងបើសិនបើឧទាហរណ៍វាកើតឡើងហើយលើចំនួនហ្នឹងអញ្ចឹងពីបងវិញធម្មតានៅពេលដែលយើងមានចំនួនវាតែងតែមានពាក្យសម្ដីណាមួយដែលធ្វើឲ្យម្នាក់ទៀតគាត់មានអារម្មណ៍ថាគាត់តម្លៃគាត់រៀងធ្លាក់ចុះតិចក្នុងតំណែងប្តីប្រពន្ធមួយហ្នឹងអញ្ចឹងបើពីបងវិញបើសិនបើតើបងធ្វើម៉េចនៅពេលដែលមានចំនួននៅតែរក្សាការគោរពគ្នាហើយនឹងការស្រឡាញ់គ្នានៅពេលដែលចំនួនខ្ញុំតែធ្លាប់ឆ្លងកាត់នៅពេលដែលមានចំនួនកើតឡើងគឺរឿងដែលសំខាន់គឺខ្ញុំត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងសិនពីព្រោះចំនួនមួយកើតឡើងពេលនោះគឺភាគីទាំងពីរមានតែការបញ្ចេញអារម្មណ៍ដាក់គ្នាទៅវិញទៅមកហើយតែបើខ្ញុំតែងតែជ្រើសរើសគេថាមិនព្យាយាមនិយាយហើយស្ងប់ស្ងាត់ទោះបីជាគាត់បញ្ចេញអារម្មណ៍មកខ្ញុំគឺមានន័យថាខ្ញុំព្យាយាមស្ដាប់ខ្ញុំដឹងថាពេលហ្នឹងខ្ញុំអត់មាន
ខ្ញុំដឹងថាពេលហ្នឹងគឺខ្ញុំមិនគួរបញ្ចេញអារម្មណ៍ទៅវិញដែរ ចា គឺមកខាងទៀតខ្ញុំត្រូវតែគោរពគាត់ឲ្យគាត់បញ្ចេញនៅការខូចចិត្តការអន់ចិត្តដូចជាគេហៅថាជាអារម្មណ៍របស់គាត់អញ្ចឹងខ្ញុំអាចធ្វើបានគឺគ្រប់គ្រងអារម្មណ៍ខ្លួនឯងគឺព្យាយាមញញឹមហើយនឹងព្យាយាមស្ដាប់ហើយខ្ញុំអាចនឹងដើរចេញសិនជាស្ដែងគឺខ្ញុំតែងតែប្រើវិធីហ្នឹងពេលដែលខ្ញុំមានចំនួនមួយគ្រួសាររបស់ខ្ញុំខ្ញុំអាចធ្វើបានដែលខ្ញុំមើលឃើញថានេះជាភាពចាស់ទុំរបស់ខ្ញុំមួយហើយខ្ញុំក៏អាចដោះស្រាយបញ្ហាបានជារឿយៗដែលធ្វើឲ្យខ្ញុំនៅតែរក្សាទំនាក់ទំនងស្នេហារបស់ខ្ញុំហើយនឹងការគោរពខ្ញុំរវាងគ្រួសារខ្ញុំគឺតែងតែរក្សាបានត្រឡប់ពីបញ្ហានឹងកើតឡើងហើយក្រោយមកក៏វាទៅជាធម្មតាវិញអញ្ចឹងខ្ញុំបានអនុញ្ញាតរឿងហ្នឹងឲ្យវាកើតឡើងហើយគឺខ្ញុំព្យាយាមរកដំណោះស្រាយតាមក្រោយដោយសារតែខ្ញុំទទួលយល់អារម្មណ៍ទាំងសងខាងទាំងគាត់ខ្ញុំប្រកាសជាទទួលបានអារម្មណ៍ភ្លាមគឺពិបាកនឹងទទួលយកដែរព្រោះយើងដឹងថារឿងពេលខ្លះយើងអត់ខុសតែមានអារម្មណ៍ថាទទួលយកសិនហើយនៅពេលដែលដោះស្រាយហើយខ្ញុំមានអារម្មណ៍ថាទោះបីជាយើងមិនខុសក៏យើងត្រូវតែឲ្យភាគីទាំងសងខាងឈ្នះទាំងអស់គ្នា អញ្ចឹងខ្ញុំមានអារម្មណ៍ថារវាងប្តីនិងប្រពន្ធអាចជ្រើសរើសវិធីធ្វើផ្សេងគ្នាបើសម្រាប់ខ្ញុំនៅពេលដែលមានចំនួនកាត់ឡើងខ្ញុំនិយាយពាក្យត្រង់ចេញហ្មងអារម្មណ៍ពេលហ្នឹងខ្ញុំមានអារម្មណ៍មិនខ្ញុំនិយាយចេញឧទាហរណ៍ថានៅពេលដែលមានអារម្មណ៍ថាខ្លួនឯងឆ្លងកាត់អំឡុងពេលចំនួនហ្នឹងខ្លួនឯងដូចជាតម្លៃដូចធ្លាក់ចុះអញ្ចឹងខ្ញុំប្រាប់ថាបងនៅពេលដែលយើងមានអារកម្មកោសខ្ញុំមានអារម្មណ៍ថាខ្ញុំដូចរៀងអត់សូវមានតម្លៃសម្រាប់បងអញ្ចឹងនៅពេលដែលខ្ញុំអត់សូវមានតម្លៃខ្ញុំគិតថាវាតំណែងយើងវានឹងអត់ល្អទេតែពេលខ្ញុំនិយាយចេញទៅគាត់ទទួលស្គាល់ថាការពិតអញ្ចឹងគាត់ដឹងទេអញ្ចឹងដល់ពេលខ្ញុំបាននិយាយឲ្យគាត់ដឹងទៅយើងចាប់ដើមតម្លាក់ចុះម្នាក់បន្តិចអញ្ចឹងពេលក្រោយយើងដឹងថាអាហ្នឹងនៅពេលដែលកាត់ញឹកញាប់វានឹងតំណែងប្តីពុនហ្នឹងវានឹងចាប់ដើមធ្លាក់តម្លៃដងតិចដល់ថ្ងៃណាមួយវាអាចនឹងឈានដល់ការបែកបាក់កថាបានដែរនេះជាអារម្មណ៍ខ្ញុំបើបងមិនបងជ្រើសរើសថាអត់និយាយត្រូវទេចាបើខ្ញុំនិយាយបើអត់និយាយខ្ញុំនៅអត់ស្ងៀមហើយមានអារម្មណ៍ថាខ្ញុំគិតថាវាអត់ល្អសម្រាប់តំណែងចឹងដូចជ្រុងប្តីពុនប្រហែលជាត្រូវទស្សនិកជនបងមហាជនគួរតែជ្រើសរើសបែបម៉េចដើម្បីឲ្យយើងកាត់ទៅយល់គ្នាចាបាទបងជ្រុងបងបើខ្ញុំប្រៀបធៀបនឹងគ្រួសាររបស់ខ្ញុំគាត់មានតចរិតសលៀងបងពួកគាត់ជួយចិត្តបញ្ចេញគាត់អត់ព្យាយាមលាក់អីពួកគាត់បានបញ្ចេញគឺមានន័យថាគាត់ធូរអារម្មណ៍តែខុសពីខាងបរោះជាខ្ញុំជាជ្រុងរបស់ខ្ញុំគឺខ្ញុំដឹងថាចំណុចខ្លាំងរបស់ខ្ញុំគឺបកកាយទ្រាំនៅពេលដែលគ្រួសារខ្ញុំគាត់បញ្ចេញអារម្មណ៍មិនល្អគឺមិនសប្បាយចិត្តខ្ញុំត្រូវតែទទួលយកដើម្បីជួយទ្រនៅវិបត្តិឬក៏បញ្ហារបស់គាត់អញ្ចឹងពេលហ្នឹងខ្ញុំយោងគាត់ហើយខ្ញុំដឹងថារឿងហ្នឹងទោះបីជាខ្ញុំមិនខុសប៉ុន្តែខ្ញុំដឹងថាខ្ញុំត្រូវជួយគាត់បែបម៉េចហើយខ្ញុំត្រូវដោះស្រាយបញ្ហាខ្ញុំនិងគាត់ដោយរបៀបម៉េចព្រោះក្រោយពីជួបបញ្ហាហ្នឹងហើយរឿងដែលសំខាន់ក្រោយពីអាហ្នឹងតើយើងគ្រប់គ្រងទំនាក់ទំនងយើងបានដោយរបៀបណាយើងចេះរើសយកឈ្នះចាញ់ពេលហ្នឹងឬក៏យើងជ្រើសរើសទំនាក់ទំនងពេលដែលអារម្មណ៍យើងអាចស្ដាប់គ្នាបានពួកខ្ញុំទទួលស្គាល់ការពិតថាពេលដែលអារម្មណ៍មនុស្សខឹងគឺតែងតែយកគំនិតខ្លួនឯងជាធំអីចង់ឈ្នះចាញ់អីទោះបីពេលខ្លះយើងមើលមិនបានឃើញពីក្រោយខ្នងយើងថាតើរឿងការពិតពេលខ្លះយើងខុសក៏យើងអត់ដឹងថាខ្លួនឯងខុសដែរពេលខ្លះអានឹងជាអារម្មណ៍ដែលខ្ញុំទទួលបានបទពិសោធន៍ខ្លះដែលខ្ញុំគិតថាលទ្ធផលដែលខ្ញុំចង់បាននៃការតំណាក់តំណងគឺនៅតែរក្សាក្តីស្រឡាញ់ការគោរពគ្នាបានដដែលចាបងអញ្ចឹងប្រធានបទយើងឥឡូវនេះពាក់ព័ន្ធនឹងប្តីពុននិង slash បន្តិចចឹងហើយឥឡូវខ្ញុំក៏ចូលដល់ប្រធានបទមួយទៀតដែលពាក់ព័ន្ធទៅនឹងក្តីស្រឡាញ់ចំពោះឪពុកម្ដាយដែលក្នុងនាមយើងជាកូនដោយសារបច្ចុប្បន្នខ្ញុំអត់ដឹងថាម៉េចទេតែអាចជាពីមួយចំនួនទៅមួយចំនួនសិលធម៌អាចនឹងមានការធ្លាក់ចុះការគោរពអាចនឹងមានការផ្លាស់ប្ដូរអញ្ចឹងក្នុងនាមជាបងកូនម្នាក់តើបងបានរៀនសូត្រអីខ្លះពីឪពុកម្ដាយរបស់អញ្ចឹងដូចបងរាល់ថ្ងៃអញ្ចឹងតើបងធ្លាប់អង្កេតទេថាបងរៀនសូត្រអីខ្លះពីឪពុកម្ដាយបងណាបាទអ្វីដែលខ្ញុំបានរៀនសូត្រពីឪពុកម្ដាយរបស់ខ្ញុំទី1គឺភាពស្មោះត្រង់ទី2គឺការអត់ធ្មត់គឺបង្រៀនខ្ញុំតាំងពីតូចមកដោយសារខ្ញុំមើលឃើញថាឪពុករបស់ខ្ញុំមានភាពស្មោះត្រង់ជាមួយម្ដាយរបស់ខ្ញុំគាត់គឺមិនដែលបោះបង់ម្ដាយរបស់ខ្ញុំទេ
គាត់តែងតែនៅក្បែរម្ដាយរបស់ខ្ញុំទោះបីជាម្ដាយរបស់ខ្ញុំគាត់មានអត្តចរិតខឹងឆេវឆាវងក់ងល់ច្រើនបន្តិចមែនប៉ុន្តែពីជ្រុងដែលខ្ញុំរៀនសូត្រពីឪពុករបស់ខ្ញុំបានគឺគាត់អត់ធ្មត់មានភាពស្មោះត្រង់ជាមួយនឹងម្ដាយរបស់ខ្ញុំនេះហើយជាអ្វីដែលខ្ញុំជាហ្សែនមួយអាចថាជាការផ្ទេរនៅគុណតម្លៃហ្នឹងមកឲ្យខ្ញុំដូចគ្នានៅពេលដែលខ្ញុំមានគ្រួសារគឺខ្ញុំមានអានឹងដែរហេតុអីខ្ញុំមើលឃើញថាមានតែភាពស្មោះត្រង់ទើបអាចរក្សាទំនាក់ទំនងមួយគ្នាបានយូរអាចនៅជាមួយគ្នាចុះសម្រងមានតែការអត់ធ្មត់ស៊ូទ្រាំជាមួយគ្នាទេទើបយើងអាចដោះស្រាយបញ្ហាគ្រប់ជំហានបានមកដល់បច្ចុប្បន្នខ្ញុំនៅតែគោរពនិងស្រឡាញ់គាត់នៅត្រង់ចំណុចនេះអញ្ចឹងដូចរងថ្ងៃអញ្ចឹងយើងវ័យរៀងកណ្ដាលដែរហើយអញ្ចឹងទំនួលខុសត្រូវជាមួយគ្រួសារជាមួយពេលខ្លះជាអ្នកដឹកនាំទៀតអញ្ចឹងវារៀងពិបាកតិចក្នុងការបែងចែកពេលវេលាត្រូវអត់បងអញ្ចឹងសម្រាប់បងតើបងរៀបចំបងរៀបចំពេលវេលាមិនដើម្បីបងអាចបង្ហាញថាបងមិនភ្លេចថែរក្សាគាត់ហើយនឹងមិនភ្លេចក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់ពួកគាត់ណាអរគុណកន្លែងនេះសំខាន់ណាស់ខ្ញុំឲ្យសារៈសំខាន់នៅពេលវេលានៅពេលដែលខ្ញុំមើលឃើញពីភាពរវល់មមាញឹកប៉ុណ្ណាក៏ដោយតែខ្ញុំអត់ឃ្លាតឆ្ងាយពីពេលវេលាដែលត្រូវផ្ដល់ឲ្យពួកគាត់ដែរតាមរយៈការឆ្លៀតពេលវេលាយ៉ាងហោចមួយថ្ងៃក៏បាននិយាយជាមួយគាត់បន្តិចបន្តួចបានញញឹមជាមួយគាត់បានញ៉ាំបាយជុំគាត់មួយពេលជាពិសេសគឺខ្ញុំជ្រើសរើសពេលព្រឹកគឺមានពេលវេលាដែលអាចញ៉ាំអាហារជាមួយគាត់អាចនិយាយលេងជាមួយគាត់ខ្លះហើយក៏ត្រឡប់ទៅធ្វើការទៅចេញទៅធ្វើការទៅអញ្ចឹងកន្លែងនេះខ្ញុំគិតថារឿងទូចប៉ុន្តែវាផ្ដល់នៅតម្លៃមួយដែលធ្វើឲ្យខ្ញុំអាចគេហៅថាមិនចាំ5ឆ្នាំក្រោយ10ឆ្នាំក្រោយបានធ្វើរឿងដើម្បីពួកគាត់ទេគឺខ្ញុំធ្វើជារៀងរាល់ថ្ងៃតិចតែមានតម្លៃមិនអាចកាត់ថ្លៃបានជាពិសេសគឺដឹងសុខទុក្ខគាត់ថារាល់ថ្ងៃគាត់ពងតែមានអារម្មណ៍បែបណាពិបាកចិត្តឬក៏សប្បាយចិត្តយើងត្រូវតែបំពេញឲ្យគ្នាពេលហ្នឹងมันអាចដឹងហើយចាំបំពេញឲ្យគាត់ថ្ងៃណាមួយទេប៉ុន្តែខ្ញុំជ្រើសរើសធ្វើរាល់ថ្ងៃខ្ញុំជឿថានៅក្នុងគ្រួសារតែងតែមានគេហៅថារឿងរកម្មរកុសខ្លះមិនអត់ទេដូចពាក្យចាស់តែនិយាយថាចានក្នុងរាវតែងតែកិច្ចលឺហើយអញ្ចឹងនេះជាការឆ្លោះបញ្ចាំងមួយដែលធ្វើឲ្យខ្ញុំក្នុងនាមជាកូនខ្ញុំអាចបំពេញឲ្យគាត់បានជារៀងរាល់ថ្ងៃមិនរំពឹងថាបានច្រើនតែតិចតែបំពេញមិនដាច់គេហៅថាការផ្ដល់ឲ្យគាត់ជាប្រចាំអញ្ចឹងនៅពេលដែលគាត់ឈានដល់វ័យមួយគេហៅដូចនិយាយថាគាត់តន់ភាសាបានតន់ដើរបានតន់រីករាយជាមួយយើងអាចធ្វើឲ្យគាត់រៀងរាល់ថ្ងៃទៅអញ្ចឹងការប្រើប្រាស់ពេលវេលាបែបនេះរាល់ថ្ងៃទើបធ្វើឲ្យខ្ញុំមានមោទនភាពខ្លួនឯងថាខ្ញុំមិនស្ដាយក្រោយទោះបីជាថ្ងៃក្រោយគាត់មិនបាននៅជាមួយយើងរហូតតែយើងបានបំពេញឲ្យគាត់ជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំត្រឡប់មកវិញពេលវេលាដែលខ្ញុំបានប្រគល់ឲ្យគាត់រាល់ថ្ងៃនិងបង្គោលឲ្យខ្លួនឯងដើម្បីបំពេញតួនាទីជាកូនល្អមួយរូបដែលយើងអាចកសាងនៅទំនាក់ទំនងសេចក្តីសុខនិងក្តីស្រឡាញ់ដែលយើងអាចបំពេញឲ្យគាត់បានហ្នឹងអញ្ចឹងហាក់វាដូចជាពេញលេញសម្រាប់ជាកូនម្នាក់ដែលមានទំនួលខុសត្រូវលើឪពុកម្ដាយតែបងមានពេលណាមួយដែលបងគិតថាចង់ធ្វើរឿងអីដែលល្អជាងនឹងទៀតសម្រាប់ពួកគាត់អត់បងមានបាទពេលមួយគឺខ្ញុំចង់និយាយថាខ្ញុំចង់នាំគាត់ទៅលេងនៅក្រៅប្រទេសម្ដងដោយសារតែចិត្តបែបហ្នឹងគឺមានយូរហើយប៉ុន្តែដោយសារតែគាត់តែងតែគិតថាមិនចង់ទៅគាត់ខ្លាចថាបាទគាត់គិតច្រើនគិតថាចំណាយគិតថាគាត់ចាញ់យន្តហោះអីចឹងទៅឧទាហរណ៍ថាគាត់តែចិត្តការពិតគឺក្តីសម័យរបស់ខ្ញុំនេះគឺចង់នាំគាត់ទៅលេងនៅក្រៅប្រទេសបានម្ដងគឺជាគោលបំណងរបស់ខ្ញុំយ៉ាងណាក៏ខ្ញុំគិតថារឿងនេះនឹងអាចជួយបំពេញគាត់មិនប្រាប់ពីក្តីសម័យគាត់ប៉ុន្តែខ្ញុំជឿថាគ្រប់ឪពុកម្ដាយគាត់តែងតែចង់ស្គាល់ពិភពលោកខាងក្រៅអញ្ចឹងខ្ញុំគិតថារឿងនេះខ្ញុំគិតទៅក្នុងចិត្តថាថ្ងៃណាមួយនឹងនាំគាត់ទៅហើយអាចបញ្ចុះបញ្ចូលគាត់
ទៅឲ្យបាន ចា អញ្ចឹងរឿងដែលខ្ញុំចង់មួយទៀតគឺក្តីស្រឡាញ់តែពិតរាល់ថ្ងៃខ្ញុំបានបញ្ចេញឲ្យគាត់ហើយពាក្យថាស្រឡាញ់ពាក្យថាគោរពគាត់គឺនិយាយជារៀងរាល់ថ្ងៃប៉ុន្តែសារមួយទៀតដែលចង់ប្រាប់គាត់គឺកូនស្រឡាញ់អ្នកទាំងពីរកូនស្រឡាញ់ឪពុកម្ដាយអញ្ចឹងសារមួយដែលខ្ញុំចង់និយាយថាកូនស្រឡាញ់ពុកម៉ែដោយសារតែមានពួកគាត់ទើបមានវត្តមានខ្ញុំនៅទីនេះហើយខ្លាចជាកូនដ៏ល្អមួយសម្រាប់សង្គមខ្លាចជាឪពុកដ៏ល្អមួយសម្រាប់កូនហើយក៏ជាស្វាមីដែលមានទំនួលខុសត្រូវហើយពីអ្វីដែលខ្ញុំចងចាំមិនភ្លេចគឺការអត់ធ្មត់របស់គាត់ហើយនឹងក្តីស្រឡាញ់របស់គាត់ជាគំរូមួយដែលធ្វើឲ្យខ្ញុំអាចផ្ដល់ឲ្យកូនខ្ញុំដូចគ្នាអញ្ចឹងពីខ្ញុំទៅវិញគឺមានភាពរីករាយមានមោទនភាពដែលមានបានខ្លាចជាកូនរបស់គាត់ អញ្ចឹងក្នុងនេះប៉ះសិនបើបងចង់និយាយពាក្យពិតមួយទៅកាន់មហាជនឬក៏ប្រិយមិត្តដែលគាត់កំពុងតែមើលវីដេអូនេះណាតើសារអីដែលបងចង់ពីបងទៅក្នុងការផ្ដាំផ្ញើទៅកាន់អ្នកដែលគាត់កំពុងតែមើលថាតើកូនគួរតែបងចង់ប្រាប់ពាក្យអីមួយសម្រាប់កូនទាំងអស់សម្រាប់ក្តីស្រឡាញ់ពួកគាត់ទៅកាន់ឪពុកម្ដាយបាទអូខេខ្ញុំចង់ផ្ដាំទៅក្នុងនាមជាកូនដែលថាក្នុងនាមជាកូនមួយរូបខ្ញុំគិតថាអ្វីដែលយើងអាចធ្វើបានគឺធ្វើឲ្យហើយទៅជាពិសេសគឺបានធ្វើរឿងល្អសម្រាប់ឪពុកម្ដាយតន់គាត់នៅមានពេលវេលាសម្រាប់ពួកយើងត្រូវតែធ្វើអ្វីដែលយើងចង់ធ្វើទៅកុំចាំពេលណាមួយបានធ្វើជាពិសេសគឺការបង្ហាញនូវក្តីស្រឡាញ់គ្រាន់តែនិយាយពាក្យថាកូនស្រឡាញ់ឪពុកម្ដាយតែមួយម៉ាត់ក៏ជាភាពរីករាយមួយដែលឪពុកម្ដាយចង់បានដែរខ្ញុំជឿថាមានកូនខ្លះគេហៅមាត់រឹងពេលខ្លះគិតថារឿងហ្នឹងសាមញ្ញធ្វើបានប៉ុន្តែអត់ធ្វើតែដល់ពេលខ្ញុំធ្វើហើយខ្ញុំទទួលបានអារម្មណ៍ហ្នឹងមែនវាដូចជាធម៌ពលមួយដែលមិនអាចឲ្យខ្ញុំងាយរីងស្ងួតគឺការនិយាយពាក្យស្រឡាញ់ទៅកាន់ពួកគាត់អបគាត់ញញឹមដាក់គាត់នេះជាទង្វើមួយដែលខ្ញុំចង់ផ្ដាំសារទៅកូនទាំងអស់ just do it មានតែគ្រាន់តែធ្វើវាទៅអារម្មណ៍មួយហ្នឹងនឹងទទួលបានដូចខ្ញុំដូចគ្នាចាខ្ញុំមានបទពិសោធន៍ដូចបងដែរពេលដែលអោបគាត់ថើបគាត់ហើយនិយាយថាស្រឡាញ់គាត់ដូចជាមានធម៌ពលពិសេសខាងក្នុងវាប៉ះបើខ្លួនឯងឲ្យមានកម្លាំងណាបាទមានកម្លាំងមានគេហៅធម៌ពលវិជ្ជមានខាងក្នុងធ្វើឲ្យយើងបន្តទៅមួយថ្ងៃពេញហ្នឹងគឺកម្លាំងពេញហ្មងហើយស្នាមញញឹមទាំងអស់ហ្នឹងគឺសុទ្ធតែសន្តិភាពផ្លូវចិត្តនឹងឯងបាទអញ្ចឹងដូចបងមានប្រសាសន៍គឺត្រូវយ៉ាងហោចណាស់ធ្វើវានៅម្លងពេលដែលគាត់មានដង្ហើមយើងមានគេហៅព្រះរស់បាទចាអរគុណបងសម្រាប់សារចុងក្រោយរបស់បងអញ្ចឹងក្នុងនេះប្រធានបទយើងទាំងពីរក៏បានចប់ដែរបងតែខ្ញុំក៏ចង់បន្តទៀតដើម្បីពាក្យកលឹះពាក្យសំខាន់ខ្លះអាចវា more than in family ឬក៏ជាពុកម្ដាយអញ្ចឹងយើងទៅមកតង់ទៀតណាបងបាទអញ្ចឹងដោយស្ថានភាពបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាសម័យ AI ការផ្ដោតក៏រៀងការធ្លាក់ចុះអញ្ចឹងចំពោះបងខ្ញុំគិតថាក្នុងនាមជាវ័យកណ្ដាលម្នាក់បាទបងមានយោបល់ឬក៏មតិអីទៅលើស្ថានភាពបច្ចុប្បន្នដើម្បីឲ្យក្មេងៗជំនាន់ក្រោយក៏អាចរៀនសូត្របានពីបងពីខ្ញុំទៅមកដល់ពេលនេះខ្ញុំគិតថាជាវ័យមួយដែលមានបទពិសោធន៍និងភាពចាស់ទុំសមល្មមដែលអាចចែករំលែកបទពិសោធន៍ទៅដល់យុវជនយុវវ័យរបស់យើងជំនាន់ក្រោយគឺជាពិសេសបងប្អូនដែលមិនទាន់មានគ្រួសារមុននឹងឈានដល់ការសម្រេចចិត្តជ្រើសរើសស្នេហាគឺខ្ញុំចង់ឲ្យបងប្អូនមានការរៀនសូត្រឲ្យបានស៊ីជម្រៅជាពិសេសគឺបែបបទនៃការរស់នៅជីវិតពិតរបស់យើងនៅក្នុងសង្គមវាមិន
វាបង្រៀនឲ្យយើងបានថារូបភាពខ្លះมันអាចធ្វើឲ្យយើងមើលឃើញថាយកទៅ copy paste មានន័យថារៀនហើយយកទៅអនុវត្តភ្លាមបានទេខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងដូចជាផ្លូវអារម្មណ៍មួយចុះនិយាយថាពាក់ព័ន្ធនឹងជួបបញ្ហាមួយថាតើវិធីនៃការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដោយរបៀបណានោះគឺជារឿងសំខាន់ពីព្រោះមកដល់វ័យនេះហើយខ្ញុំនៅតែទទួលស្គាល់ថាការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅតែមានរឿងជាច្រើនដែលត្រូវលុតដំចា៎បាទខ្ញុំត្រូវការបទពិសោធន៍ជាច្រើនទៀតដែលគ្រប់ធ្វើឲ្យខ្ញុំមានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងកាន់តែស៊ីជម្រៅអញ្ចឹងសម្រាប់យុវវ័យយុវជនខ្ញុំមើលឃើញណាងាយនឹងធ្លាក់ចូលនៅក្នុងស្ថានភាពមួយដែលពេលដែលជួបបញ្ហាតើខ្លួនឯងមានវិធីដោះស្រាយការគ្រប់គ្រងការដឹកនាំអារម្មណ៍ខ្លួនឯងដោយរបៀបម៉េចអញ្ចឹងពិសារដែលខ្ញុំចង់ផ្ដាំផ្ញើទៅយុវវ័យចំនួនក្រោយឲ្យគាត់មានការលុតដំផ្លូវចិត្តនិងផ្លូវអារម្មណ៍ខ្លួនឯងឲ្យបានកាន់តែច្រើនកាន់តែល្អជាពិសេសនៅពេលដែលជួបបញ្ហាគឺត្រូវតែព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងដោយមើលឃើញថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាបានក្នុងកំឡុងដែលពេលដែលយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហ្នឹងអញ្ចឹងបន្ថែមពីកន្លែងហ្នឹងបន្តិចទៀតពាក់ព័ន្ធអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើទៅយុវជនបន្ថែមទៀតហ្នឹងគឺនៅក្នុងសម័យបច្ចុប្បន្ននេះយើងមើលឃើញថាបច្ចេកវិទ្យាកាន់តែទំនើបហើយភាពរីកចម្រើននៃសង្គមក៏កាន់តែលឿនមែនតើអញ្ចឹងអ្វីទៅដែលជាភាពរឹងមាំរបស់យើងទីមួយគឺការរៀនសូត្រឆ្លងកាត់ការរៀនសូត្រឲ្យបានកាន់តែច្រើនលុតដំនៅផ្នត់គំនិតខ្លួនឯងបានច្រើនអានោះហើយជាភាពរឹងមាំនៃគេហៅការគ្រប់គ្រងខ្លួនឯងចា៎បាទអញ្ចឹងត្រឡប់មកវិញអ្វីដែលជាពីខ្ញុំគឺខ្ញុំមើលឃើញថាវិបត្តិបញ្ហាវានៅតែបន្តកើតមានរាល់ថ្ងៃប៉ុន្តែអ្វីទៅជារឿងបុគ្គលមានន័យថាតើយើងមានសមត្ថភាពយើងមានបញ្ញាបណ្ណាក្នុងការយកឈ្នះឧបសគ្គហ្នឹងអញ្ចឹងអ្នកដែលឈ្នះបញ្ហាគឺជាអ្នកដែលមានសមត្ថភាពធំជាងបញ្ហាអ្នកដែលមិនបានអភិវឌ្ឍខ្លួនឲ្យធំជាងបញ្ហាទើបជាបញ្ហារបស់ខ្លួនឯងចា៎បងយើងខ្លាចជាបញ្ហារបស់សង្គមវិញបាទតែបើយើងមានសមត្ថភាពយើងមានចំណេះដឹងជ្រៅជ្រះនោះយើងនឹងអាចគ្រប់គ្រងបញ្ហាបានដោយស្ថានភាពបច្ចុប្បន្នអញ្ចឹងនៅពេលដែលខ្ញុំតាមដានខ្ញុំមានការរៀនសូត្រជាប្រចាំទើបខ្ញុំអាចគ្រប់គ្រងបញ្ហាខ្លួនឯងបាននោះហើយខ្ញុំមិនខ្លាចជាបន្ទុករបស់បញ្ហាថែមទាំងអាចជួយសម្រាលបន្ទុកសង្គមថែមទៀតតាមរយៈការចែកម្លែកជាផ្នត់គំនិតជាបទពិសោធន៍និងជ្រោមជ្រែងក្រុមការងារហើយជាពិសេសគឺបង្កើតឱកាសការងារឲ្យយុវជនដែលមានការងារធ្វើដូចគ្នាចាបងខ្ញុំគិតថាបងក្រៅពីការចែកម្លែកពាក់ព័ន្ធទៅនឹងអីដែលជួយទៅដល់យុវជនជំនាន់ក្រោយឬក៏ជីវិតប្តីប្រពន្ធបងក៏ជាម្ចាស់អាជីវកម្មមួយដែរអញ្ចឹងខ្ញុំចង់ដឹងថាការគ្រប់គ្រងធនធានមនុស្សក្នុងអាជីវកម្មរបស់បងផលវិបាករបស់បងមានអីដែរខ្លះផលវិបាករបស់បងបែបណាដែរបងផលវិបាកក្នុងការគ្រប់គ្រងធនធានរបស់ផលវិបាកក្នុងការគ្រប់គ្រងធនធានមនុស្សរបស់ខ្ញុំទីមួយគឺការគ្រប់គ្រងខ្លួនឯងការពិតបញ្ហាធនធានមនុស្សកន្លែងណាក៏មានដែរស្ថាប័ននីមួយៗរឿងធំជាងគេគឺការគ្រប់គ្រងមនុស្សហ្នឹងឯងតែសម្រាប់ខ្ញុំគឺរឿងទី1ខ្ញុំគ្រប់គ្រងខ្លួនឯងបញ្ហាទី1គឺខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់នៅពេលដែលខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានមានន័យថាខ្ញុំក៏អាចធ្វើការជាមួយមនុស្សបានដែរនៅពេលដែលខ្ញុំគ្រប់គ្រងខ្លួនឯងបានខ្ញុំធ្វើការជាមួយមនុស្សផ្សេងបាននោះហើយជាដំណោះស្រាយទី1របស់ខ្ញុំហើយបន្ទាប់មកទើបខ្ញុំរៀបចំធនធានមនុស្សផ្ទៃក្នុងរបស់ខ្ញុំហ្នឹងឲ្យគាត់រៀនធ្វើការជាមួយគ្នាហើយភាពជាគំរូសំខាន់សម្រាប់ការគ្រប់គ្រងធនធានមនុស្សអញ្ចឹងដោយសារតែមនុស្សមានអត្តចរិតនិងចិត្តគំនិតផ្សេងគ្នាអញ្ចឹងទើបធ្វើឲ្យងាយនឹងមានបញ្ហានៅក្នុងស្ថាប័នរបស់យើងហ្នឹងអញ្ចឹងកលឹះដែលខ្ញុំអាចគ្រប់គ្រងធនធានមនុស្សបានទី1
ខ្ញុំត្រូវតែចេះគ្រប់គ្រងខ្លួនឯងជាពិសេសគឺផ្លូវអារម្មណ៍របស់ខ្ញុំទី2ការគិតរបស់ខ្ញុំហើយបន្ទាប់មកយើងចាប់ផ្ដើមមានការរៀបចំក្រុមការងារឲ្យមានទំនួលខុសត្រូវការបែងចែកភារកិច្ចឲ្យបានច្បាស់លាស់ការបែងចែកនៅសិទ្ធិនិងការទទួលខុសត្រូវរបស់គាត់ហើយមួយទៀតនោះគឺយើងចាត់ចែងទៅនឹងគេហៅថាប្រព័ន្ធសម្រាប់ចិត្តតើអ្នកណាអ្នកសម្រាប់ចិត្តនៅក្នុងក្រុមហ៊ុនហើយគាត់ត្រូវបែងចែកបែបណានិងចាត់ចែងក្រុមការងារពួកគាត់ខាងក្រោមបន្តដោយរបៀបម៉េចអញ្ចឹងកន្លែងនេះខ្ញុំចង់ដឹងតិចរបស់បងដែរថានៅពេលដែលរឿងកើតឡើងឬក៏បញ្ហាវាប្រឈមកើតឡើងភ្លាមបងតែងតែ reflection មកខ្លួនឯងមុនអញ្ចឹងតើធ្វើម៉េចបងមានការ aware ខ្លួនឯងនៅពេលដែលប្រឈមបាច់បង aware ខ្លួនឯងមុនអញ្ចឹងតិចនិចបងហ្នឹងកន្លែងហ្នឹងបងមានវិធីសាស្ត្រអីដែរបងវិធីសាស្ត្រកន្លែងហ្នឹងគឺពេលដែលជួបបញ្ហាភ្លាមទី1ខ្លួនខ្ញុំនៅត្រឡប់ទៅទៀតហើយពាក់ព័ន្ធនឹងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងព្រោះបញ្ហាវានឹងកើតឡើងជាប្រចាំហើយប៉ុន្តែអ្វីដែលខ្ញុំត្រូវគ្រប់គ្រងមុនគេគឺការគិតនិងអារម្មណ៍របស់ខ្ញុំត្រូវតែបន្ស៊ីគ្នាថាតើការដឹកនាំទៅដោះស្រាយបញ្ហាហ្នឹងតើខ្ញុំឈរជ្រុងមួយណាជ្រុងផ្អែកលើអារម្មណ៍ដែលខ្ញុំខូចចិត្តខ្ញុំអត់ពេញចិត្តឬក៏ជ្រុងមួយដែលខ្ញុំវិភាគថាអូឬគល់បញ្ហានេះវាមកពីអីមកពីសមត្ថភាពនៃការដឹកនាំរបស់យើងអត់ទាន់ដល់កម្រិតមួយដែលអាចចាត់ចែងបានឬក៏ដោយសារតែអារម្មណ៍របស់ខ្ញុំទទួលយកមិនបានពេលហ្នឹងពីព្រោះបុគ្គលម្នាក់គឺមានរឿងមួយចុះបើបុគ្គលច្រើនអ្នកយើងដោះស្រាយក្នុងពេលតែមួយដោយរបៀបណាអញ្ចឹងខ្ញុំចាប់ផ្ដើមកលឹះដែលខ្ញុំដោះស្រាយបញ្ហាហ្នឹងគឺខ្ញុំទទួលយកការពិតសិនថារឿងដែលកើតឡើងហើយគឺជាជារឿងរបស់ស្ថាប័នរបស់យើងជារឿងរបស់ខ្ញុំដែលខ្ញុំត្រូវចូលរួមដោះស្រាយរឿងហ្នឹងអញ្ចឹងបើខ្ញុំទទួលស្គាល់ការពិតថារឿងហ្នឹងវាកើតឡើងដោយសារចន្លោះប្រហោងរបស់យើងដែលរៀបចំអត់ទាន់បានច្បាស់លាស់ត្រឹមត្រូវយើងត្រូវការពេលវេលាកែសម្រួលវាហើយរៀបចំមនុស្សដែលឲ្យត្រូវទៅនឹងទូនាទីរបស់គាត់រៀបចំមនុស្សឲ្យត្រូវនឹងកន្លែងរបស់គាត់និងចំណង់របស់គាត់ដែរអញ្ចឹងមកដល់បច្ចុប្បន្ននេះខ្ញុំមានការរៀនសូត្រច្រើនទៅលើការគ្រប់គ្រងធនធានមនុស្សគឺរឿងខ្លះมันអាចឲ្យយើងទទួលយកបានភ្លាមប៉ុន្តែត្រូវតែទទួលយកថារឿងហ្នឹងត្រូវការពេលវេលាដើម្បីដោះស្រាយវាហើយមនុស្សដែលស័ក្តិសមនឹងដោះស្រាយក៏ត្រូវតែមានពេលវេលារបស់វាដែរមានន័យថាម៉េចនៅពេលដែលខ្ញុំដឹងថាតួនាទីមួយហ្នឹងមនុស្សមិនទាន់មានសមត្ថភាពដោះស្រាយធ្វើវាទេខ្ញុំត្រូវតែរកដោះស្រាយរកមនុស្សមកបំពេញបន្ថែមឬក៏រងចាំឱកាសមួយដែលខ្លួនឯងអាចមានមនុស្សដែលជួយជំនួសដៃខ្ញុំបានពីព្រោះយើងមិនអាចទៅគ្រប់គ្រងការងារហ្នឹងរហូតសម្រាប់ខ្លួនឯងទេត្រូវតែមានមនុស្សដែលគាត់អាចចាត់ចែងជំនួសយើងបានរឿងដែលសំខាន់នោះគឺយើងបដោះអ្នកបន្តវេនដែលអាចជួយជំនួសដៃយើងបានជាដៃឆ្វេងដៃស្ដាំរបស់យើងបានតែដោយរាល់ថ្ងៃអាជីវកម្មបែបលក្ខណៈគ្រួសារឬក៏មិនទាន់ស្តង់ដារហ្នឹងគឺមានច្រើនដែលជួបប្រឈមនឹងបញ្ហាធនធានមនុស្សហ្នឹងតែរឿងដែលខ្ញុំអាចរៀនសូត្រពីខ្លួនឯងបានគឺគ្រប់គ្រងខ្លួនឯងឲ្យបានសិនទើបយើងអាចគ្រប់គ្រងបញ្ហាហ្នឹងបានហើយដោះស្រាយបញ្ហាហ្នឹងដោយជាដំណាក់កាលម្ដងតិចម្ដងតិចអញ្ចឹងអ្វីដែលខ្ញុំរីករាយទៅលើការដឹកនាំនិងការគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំគឺខ្ញុំមានក្រុមការងារមួយដែលគាត់ចេះជួយជ្រោមជ្រែងគ្នាយោគយល់គ្នាហើយស្រឡាញ់ស្ថាប័ននេះហើយជាចំណុចដែលខ្ញុំមានភាពកក់ក្ដៅរីករាយដែរក្នុងនាមខ្ញុំជាអ្នកបង្កើតអាជីវកម្មហ្នឹងខ្ញុំនៅតែជឿជាក់ថាអាជីវកម្មរបស់ខ្ញុំនៅតែមានភាពរីកចម្រើនមានការលូតលាស់ទៅថ្ងៃខាងមុខកាន់តែល្អប្រសើរជាងហ្នឹងអូខេអរគុណច្រើនបងសម្រាប់បង quote ដែលបងស្រឡាញ់ជាងគេអីគេបងក្នុងឆ្នាំនេះquote ឆ្នាំហ្នឹងចា សម្រាប់ខ្ញុំ quote ដែលសម្រាប់ឆ្នាំហ្នឹងគឺអត់ធ្មត់ស៊ូទ្រាំតស៊ូទៅមុខទៀតវ៉ាវថាជាចលនខ្លាំងឆ្នាំហ្នឹងតើបងចាអរគុណបងអរគុណច្រើនមែនទែនដែលផ្ដល់កិត្តិយសក្នុង podcast ថ្ងៃនេះហើយក៏សូមអរគុណទៅដល់ប្រិយមិត្តដែលតាមដាន podcast នេះរហូតដល់ចប់យើងខ្ញុំទាំងពីរនាក់ក៏សូមអរគុណសូមគោរពលា